សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូពីសកម្មភាពមួយថ្ងៃពេញភ័យខ្ញុំដែលបានទៅចូលរួមកម្មវិធី The Cambodia Blockchain Summit ដែលធ្វើឡើងនៅសាកលវិទ្យាល័យនីមកាលពីថ្ងៃទី30 ខែមីនា Let's start the video អូខេជាដំបូងយើងទៅហាងម៉ូតូដើម្បីជួលម៉ូតូជិះសិនដោយសារតែខ្ញុំអ្នកឡើងមកពីខេត្តអញ្ចឹងខ្ញុំអត់ចង់ចំណាយលុយច្រើនជិះផាសអេបអីញ៉ៃៗទេអញ្ចឹងក៏សម្រាប់ជួលម៉ូតូអាគុយជិះទៅដែលតម្លៃជួលនោះគឺ$6ក្នុងមួយថ្ងៃគឺគួរសមដែរហើយបន្ទាប់ពីជួលម៉ូតូហើយយើងនាំគ្នាជិះម៉ូតូទៅហូបទិញអីញ៉ាំហើយទៅផ្ទះសម្រាប់សិនដោយសារតែកម្មវិធីនឹងចាប់ផ្ដើមនៅព្រឹកស្អែកព្រឹកហើយយើងក៏នាំគ្នាជិះម៉ូតូទៅសាកលវិទ្យាល័យនីមដើម្បីទៅកន្លែង registration ចុះឈ្មោះដើម្បី attend event មួយហ្នឹងដោយសារតែខ្ញុំបានទិញ support ហើយដោយទទួលបានការ giveaway ពីបង RTA community support VIP អញ្ចឹងយើងគ្រាន់តែទៅកន្លែងចុះឈ្មោះហើយបង volunteer ទាំងអស់គាត់នឹង check ជាមួយនឹង map របស់យើងហើយក៏លេខទូរស័ព្ទរបស់យើងបន្តទៀតគាត់នឹងឲ្យកាតរបស់យើងហើយក៏មានកាដូតិចតួចដែរដើម្បីឲ្យយើងហើយយើងអាចទៅរកតាមនៅ hall ដើម្បីគេនិយាយបានតែដោយសារតែខ្ញុំទៅដល់ event រៀងលឿនដែរអត់ចង់ចំណាយពេលចាំយូរក៏នាំគ្នាដើរទៅម៉ាតដើម្បីហូបកាហ្វេផឹកសិនទៅដោយសារតែអត់អាចរស់ខ្វះកាហ្វេបានទេបន្តមកទៀតយើងក៏ចូលដល់ hall ដែលស្ដាប់រឿងcommentគាត់ឡើងនិយាយអំពីតើអ្វីទៅជា blockchain តើ blockchain វាមានគុណសម្បត្តិអីគេហើយអ្វីបានយើងគួរយល់ដឹងពី blockchain ហើយក៏មាន project founder មួយចំនួនគាត់ឡើងថ្លែងនិយាយពី project របស់គាត់ដើម្បី raise fund អីចឹងទៅបន្ទាប់មកវាក៏ដល់ពេលថ្ងៃពេលដែលគេត្រូវសម្រាកហើយគេក៏មាន lunch break ឲ្យយើងដែរដូចជាគេមានcroissant sandwich អីមួយចំនួនចឹងទៅដែលខ្ជូតហើយឆ្ងាញ់មែនតើមិនបាច់ថាឆ្ងាញ់ហើយក៏មានលក្ខណៈថាក្រុមតន្ត្រីច្រៀងដើម្បីអមជាមួយនឹង event ហ្នឹងកំដរបែប relax អីចឹងទៅអាចនិយាយថាវា fun មែនតើហើយវា new experience មួយសម្រាប់ខ្ញុំហើយពិតជាចូលចិត្តវាមែនតើតែដោយសារតែញ៉ាំនំប៉័ងមិញអត់សូវឆ្អែតតែអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តថាដើរទៅរកហាងហើយយើងក៏មកhall វិញដើម្បីស្ដាប់គេនិយាយបន្តទៀតហើយក៏ដល់ពេលល្ងាចដោយសារតែខ្ញុំទទួលបាន support VIP អញ្ចឹងខ្ញុំអាចទៅចូលរួម after party បានតែ after party ហ្នឹងគេធ្វើឡើងនៅ Connection Camping នេះគឺកំពុងតែធ្វើដំណើរទៅ Connection Camping ដើម្បី attend event មួយហ្នឹងហើយពេលដែលយើងទៅដល់ connection event នៅ camping ហ្នឹងហើយយើងដើរទៅកន្លែងដើម្បីខាង volunteer គាត់សួរយើងមកតាមណាគេឬវិញមកតាម support VIP អញ្ចឹងទៅដល់ទៀតយើងចូលទៅចាំអញ្ចឹងទៅគេធ្វើឡើង after party ហ្នឹងគឺដើម្បីឲ្យ influencer ឬក៏ community ជាច្រើនដែលគាត់ interesting ជាមួយនឹងវិស័យ blockchain នៅកម្ពុជាហ្នឹងបានជួបជុំសំណេះសំណាលគ្នានិយាយពី blockchain អីចឹងទៅហើយក៏ទទួលបានការ sponsor giveaway ពី Bybit ឲ្យ t-shirt អីចឹងទៅដោយសារតែខ្ញុំត្រូវឡើងឡានមកផ្ទះវិញទាំងយប់ឡើងអញ្ចឹងខ្ញុំមិនអាចនៅយូរបានទេអញ្ចឹងយើងក៏សម្រេចចិត្តថាចេញពី event របស់គេហើយក៏ឈៀងទៅ Eon តិចដើម្បីហូបមើលអីញ៉ាំយើងត្រូវជិះឡានមកយូរអញ្ចឹងទៅខ្លាចហៀវតាមផ្លូវជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលចំណាយពេលវេលាមានតម្លៃមកស្ដាប់វីដេអូដែលអត់សូវមានប្រយោជន៍មួយនេះបាយ